គេនិយាយថាពួកយើងទាំងពីរមានវាសនាដូចគ្នាយើងអាចរស់រៀនបានតែប៉ុណ្ណោះប៉ុន្តែដើម្បីធ្វើឲ្យវាអាចកើតមានយើងត្រូវតែរួមជាមួយគ្នាបើមិនសហការគ្នាទេយើងនឹងមិនអាចរស់រៀនបានឡើយពិភពលោកនេះធំណាស់ហើយយើងអាចរស់នៅដោយសេរីភាពបានគ្រាន់តែត្រូវខិតខំបន្តិចប៉ុណ្ណោះបន្ទាប់ពីស្ដាប់ពាក្យទាំងនេះសត្វចចកក៏ស្ងប់ស្ងាត់បន្តិចហើយលើកហងឈៀនឡើងបន្ទាប់មកវានិយាយថាម្ចាស់គ្រាន់តែផ្ដល់រង្វាន់ដល់អ្នកដែលខិតខំប៉ុណ្ណោះបើអ្នកខ្លាចជាម្ចាស់តែមួយរបស់ខ្ញុំនោះយើងនឹងខ្លាចជាអ្នកខ្លាំងបំផុតក្នុងពិភពលោកនិយាយចប់វាសួរគាត់ថាតើអ្នកចង់ខ្លាចជាម្ចាស់តែមួយរបស់ខ្ញុំទេនិយាយចប់ស្ត្រីនោះក៏ប្រែទៅជាសត្វចចកហងឈៀនប្រើធម្មពលរបស់ខ្លួនដាក់ដៃលើក្បាលវាភ្លាមនោះពណ៌ភ្នែករបស់វាក៏ផ្លាស់ប្ដូរទាំងស្រុងហើយវាខ្លាចជាក្រពះតែមួយរបស់ហងឈៀនប៉ុន្តែទាំងពីរអ្នកមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ហងឈៀននិយាយថាខ្ញុំមិនដឹងឈ្មោះរបស់អ្នកទេដូច្នេះខ្ញុំគិតថាគួរតែដាក់ឈ្មោះឲ្យអ្នកមួយនិយាយចប់គាត់ក៏ដាក់ឈ្មោះឲ្យវាថាម៉ូយេហើយនិយាយថាចាប់ពីពេលនេះទៅអ្នកមិនចាំបាច់ត្រូវប្រយុទ្ធម្នាក់ឯងទៀតឡើយបន្ទាប់មកគាត់នាំវាចាក់ចេញពីទីនោះហើយនិយាយថាតោះពួកយើងរកវិធីចេញពីកោះខេងយីនេះឲ្យបានបែបនេះទៅវិញពេលហងឈៀនចំណាយពេល2 3ថ្ងៃជាមួយសត្វចកនោះគាត់បានរកឃើញថាម៉ូយេស្រាប់តែបំលែងទៅជារូបរាងយក្សរបស់វានៅផ្នែកម្ខាងទៀតគេបង្ហាញឲ្យឃើញថាហងឈៀនកំពុងស្វែងរកកំណប់ជាមួយសត្វចកនោះនៅពេលនោះគាត់ឃើញកំណប់មួយនៅទីនោះភ្លាមដែលគាត់ចាប់ផ្ដើមដើរទៅមុខអ្នកប្រយុទ្ធម្នាក់ទៀតក៏មកដល់ទីនោះគាត់គឺជាអ្នកប្រយុទ្ធមកពីគ្រួសារឈីវហើយឥឡូវនេះគាត់បានជួបម៉ូយេភ្លាមដែលឃើញហងឈៀនគាត់និយាយថាមកមើលសិនថានរណាមកដល់ទីនេះមើលទៅអ្នកក៏មកយកកំណប់នេះដែរបើអ្នកស្ដាប់ខ្ញុំនោះចាក់ចេញពីទីនេះទៅហើយទុកកំណប់នេះឲ្យខ្ញុំបើមិនដូច្នោះទេខ្ញុំចាំបាច់ត្រូវប្រើអំណាចរបស់ខ្ញុំប៉ុន្តែហងឈៀននិយាយថាបើអ្នកស្រឡាញ់ជីវិតរបស់ខ្លួននោះចាក់ចេញពីទីនេះភ្លាមបើមិនដូច្នោះទេអ្នកនឹងស្លាប់ក្នុងមួយផ្លែប៉ុន្តែម៉ូយេនិយាយថានេះជារឿងកំ pl ែងអ្វីមែនអ្នកដាំដុះកម្រិតទាបដូចអ្នកមិនអាចប្រឈមមុខនឹងខ្ញុំបានទេហងឈៀននិយាយថាសត្វចកតូចរបស់ខ្ញុំនេះក៏គ្រប់គ្រាន់សម្រាប់អ្នកហើយលើដូច្នេះម៉ូយេសើចហើយនិយាយថាអ្នកនិយាយអ្វីសត្វចកតូចនេះអាចយកឈ្នះខ្ញុំបានឬខ្ញុំគិតថាបើសត្វចករបស់ខ្ញុំស្រែកមួយសំឡេងនៅមុខវានឹងភ័យដល់ថ្នាក់គាំងបេះដូងបន្ទាប់ពីនោះពួកគេទាំងពីរក៏ដើរចូលមកមុខគ្នាពួកគេចាប់ផ្ដើមដើរវិលជុំវិញគ្នាមើលគ្នាទៅវិញទៅមកហើយភ្លាមនោះគាត់ក៏វាយប្រហារ